សួស្តីប្រិយមិត្តសារព័ត៌មាន The Korea Times ថាអាជ្ញាធរនៃប្រទេសកូរ៉េបានរាយការណ៍កាលពីថ្ងៃច័ន្ទម្សិលមិញអំពីករណីជំងឺផ្ដាសាយបក្សី AI ដែលអាចបង្កទៅជាជំងឺឈឺខ្លាំងនៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសយោងតាមក្រសួងកសិកម្មស្បៀងអាហារនិងកិច្ចការជនបទករណីនេះត្រូវបានរកឃើញនៅកសិដ្ឋានក្នុងទីក្រុងហួសុងនៃខេត្តយងគីដែលជំរុញឲ្យអាជ្ញាធរចាត់វិធានការចាត់តាលិស័កករណីនេះគឺជាករណី AI ទី3នៅកសិដ្ឋានចិញ្ចឹមមាន់នៅឆ្នាំនេះក្រសួងបាននិយាយថាខ្លួននឹងចាប់ផ្ដើមការត្រួតពិនិត្យចាត់តាលិស័កដ៏ពិសេសមួយនៅលើកសិដ្ឋានចិញ្ចឹមមាន់នៅទូទាំងប្រទេសដើម្បីការពារការផ្ទុះឡើងនៃករណីបន្ថែមចំណែកសារព័ត៌មាន BBC បានរាយការណ៍ថាមនុស្ស8នាក់ត្រូវបានសម្លាប់បន្ទាប់ពីរថយន្តមួយគ្រឿងផ្ទុះឡើងនៅជិតទីលានបន្ទាយក្រហមនៃទីក្រុង New Delhi មានអ្នកទេសចររាប់ពាន់នាក់តែងតែទៅទស្សនាបន្ទាយក្រហមនាសតវត្សទី17នេះជារៀងរាល់ថ្ងៃដែលស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកស្នងការប៉ូលីសទីក្រុង New Delhi និយាយថាវាបានកើតឡើងនៅម៉ោង 18:52 នាទីម៉ោងក្នុងស្រុកនៅពេលដែលរថយន្តបានបើកបរយឺតមួយគ្រឿងបានឈប់នៅភ្លើងក្រហមមុនពេលវាផ្ទុះឡើងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេហើយបាននិយាយថាលោកកំពុងពិនិត្យមើលស្ថានភាពប៉ូលីសនិយាយថាពួកគេមិនទាន់រកឃើញអ្វីដែលបណ្ដាលឲ្យមានការផ្ទុះនេះឡើងឡើយមានមនុស្ស8នាក់នៅក្នុងរថយន្តយ៉ានដៃនៅពេលដែលវាផ្ទុះឡើងមន្ត្រីម្នាក់នៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មាន BBC ថាវត្តមានសន្តិសុខជាច្រើននៅមន្ទីរពេទ្យក្បែរនោះជាកន្លែងដែលអ្នករបួសជាច្រើនត្រូវបានដឹកយកទៅទន្ទឹមនឹងនោះតំបន់នៅជិតខាងនៃរដ្ឋឧត្រាប្រដានិងកន្លែងទេសចរមួយចំនួនរបស់ទីក្រុង New Delhi ក៏ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត